សួស្តីប្រិយមិត្តអរគ្នាបាទនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបិទនៅផ្ទាំង advertise ក្នុង web នៅលើ computer របស់យើងដើម្បីយើងបើក website អីមួយឬក៏page អីមួយទៅវាចេញនៅ advertise ញ៉ៃៗនៅលើ computer របស់យើងណាគឺថតថានេះគឺខ្ញុំបើកលើ website មួយនេះណានេះខ្ញុំលើកបើកលើ website មួយនេះឃើញ advertise នេះគឺឃើញញ៉ៃៗឯងគឺវា load មកពេលយើងបើក website ណាមួយគឺវា load មកញ៉ៃៗមែនតើហើយវារំខានដល់ការប្រើប្រាស់ឬក៏ការមើលនៅព័ត៌មានផ្សេងៗក៏ដូចជាយើងសិក្សាទៅលើអីមួយចឹងនៅលើ website ហ្នឹងគឺវា load ញ៉ៃៗមកគឺរំខានមែនតើជាងដើម្បីបិទនៅកន្លែងនេះគឺមានអ្នកមួយចំនួនគាត់ដឹងហើយថាគាត់បិទយ៉ាងម៉េចប៉ុន្តែអ្នកមួយចំនួនមិនទាន់ដឹងសូមទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាណាបាទអញ្ចឹងទីងាយៗទេអ្នកទាំងអស់គ្នាអាចគ្រាន់តែចូលទៅលើ website មួយណាឥឡូវខ្ញុំចង់បិទទៅលើ advertise ទាំងអស់នេះលើនេះឲ្យវាញ៉ៃៗអញ្ចឹងអ្នកទាំងអស់គ្នាអាចនេះទៀតវាចេញមកបាំងនេះអូយយ៉ាមែនតើអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ website មួយណាបាទអូខេអញ្ចឹង website នេះគឺយើងអាចចូលនៅ about support ហើយយើង enter ឬក៏ហ្នឹងឯងព្រមទាំងកន្លែងនេះគឺ Drupal sorting information អញ្ចឹងកន្លែងនេះគឺនេះកន្លែងដែលអ្នកត្រូវ disable វាណាទៅលើ advertise ទាំងហ្នឹងមកវាញ៉ៃៗណាបាទយើងអាចចុចទៅលើពាក្យថា refresh Firefox ណាអញ្ចឹងសូមបញ្ជាក់ថាយើងអាច disable នេះបានគឺបានទៅលើ Firefox ទេណាពីព្រោះ Google Chrome ឬក៏ browser ផ្សេងៗគឺយើងមានវិធីសាស្ត្រផ្សេងទៀតហើយបើខ្ញុំស្រាវជ្រាវឃើញវិធីសាស្ត្រហ្នឹងនៅលើ browser ផ្សេងៗទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់អូខេអញ្ចឹងកន្លែងនេះខ្ញុំបង្ហាញទៅនឹង Mozilla Firefox ណា refresh វាទៅអូខេកន្លែងនេះគឺយើងចាប់ដើម refresh អញ្ចឹង start fresh to fix problem to restore performance ណាតែពេលយើង restart ទៅគឺទៅនឹង add-on ផ្សេងៗដែលយើងបាន install នៅលើ file Mozilla Firefox យើងគឺវាចាប់ដើមថ្មីដែរអញ្ចឹងនៅតែត្រូវការ install វាឡើងវិញណាបាទអញ្ចឹងសំខាន់យើងបំបត្តិadvertise ញ៉ៃៗហ្នឹងតោះឥឡូវយើងទៅ refresh Firefox ទាំងអស់គ្នាคลิกលើវាទៅបាទអូខេឥឡូវខ្ញុំបិទហើយអញ្ចឹងតមកទៀតខ្ញុំ finish បាទរងចាំបន្តិចទៅណានេះពេលយើង refresh គឺទិន្នន័យចាស់ៗទាំងអស់គឺនៅវាទុកលើនេះណាព្រោះដែលវាឲ្យយើងស្របតែម្ដងអូខេឥឡូវយើងចាប់ដើម restart ម្ដងទៀតហើយគឺអ្នកទាំងអស់គ្នាអាចទៅ restore ម្ដងទៀតនៅកម្មវិធីដែលយើងបាន install នៅលើ add-on ណាឥឡូវខ្ញុំអានេះក៏ខ្ញុំ install ដែរអូខេហើយ IDM របស់យើងក៏ត្រូវការយើង install ដែរព្រោះឲ្យវាពេលយើង download ទៅវាឲ្យវា alert ឡើងឲ្យវា alert ឡើងនៅលើ YouTube ដូចជាអ្វីផ្សេងៗទៀតអូខេតោះទៀតបើកឡើងវិញហើយឥឡូវយើងបើកសាកមើលទៅនឹងនេះវា restart ឲ្យយើងម្ដងទៀតហើយណាព្រោះ Mozilla Firefox ជាងអ្នកទាំងអស់គ្នាអាចបើកទៅមើល website មិញតើវាញ៉ៃទៅដល់នេះណាបានក្នុងតាមជាថ្មីជាមួយ load advertise ញ៉ៃៗទៀតអត់តើណាអូខេឥឡូវឡើងហើយបាទនេះគឺលេខមាន advertise ញ៉ៃៗ alert ឡើងទៀតហើយអញ្ចឹងពីងាយដែលដែលពេលនេះពីខ្ញុំបាទស្គមថាអ្នកនរគ្នានឹងអនុវត្តវាហើយនឹងបាត់នៅ advertise ញ៉ៃៗហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជារៀងរហូតមកហើយ
សង្ឃឹមថាអ្នកទាំងអស់គ្នាបងប្អូនពេញចិត្តនៅទៅលើ channel របស់ខ្ញុំអាច subscribe ផងណាបាទយើងនឹងទទួលបាននូវវីដេអូថ្មីទៀតកាលណាយើង subscribe ទៅពេលខ្ញុំ upload នៅវីដេអូផ្សេងបន្តទៀតអ្នកទាំងអស់គ្នានឹងឃើញវីដេអូរបស់ខ្ញុំតទៀតណាបាទអញ្ចឹងមិនមានអីទេគឺមានតែប៉ុណ្្នឹងហើយខ្ញុំថាអ្នកទាំងអស់គ្នានឹងជួយ subscribe ផងអូខេអរគុណច្រើន